បើយើងពិនិត្យមើលផែនទីពិភពលោកប្រទេសអ៊ីស្រាអែលមានផ្ទៃដីត្រឹមតែជាង 20,000 គីឡូម៉ែត្រការ៉េប៉ុណ្ណោះពលគឺតូចជាងខេត្តកោះកុងរបស់ប្រទេសកម្ពុជាយើងទៅទៀតហើយប្រជាជនសរុបត្រឹមតែប្រហែល 9 លាននាក់ប៉ុន្តែនៅក្នុងពិភពនៃយុទ្ធសាស្ត្រយោធានិងភូមិសាស្ត្រនយោបាយប្រទេសដទៃមិនដែលហ៊ានមើលរំលងប្រទេសស្វីសមួយនេះឡើយតាំងពីបង្កើតរដ្ឋនៅក្នុងឆ្នាំ 1948 មកអ៊ីស្រាអែលត្រូវបានឆ្លងកាត់សង្គ្រាមធំៗជាច្រើនលើកជាមួយនឹងសម្ព័ន្ធមិត្តអារ៉ាប់ដែលមានភូមិសាស្ត្រធំជាងនិងកម្លាំងទ័ពច្រើនជាងរាប់សិបដងប៉ុន្តែលទ្ធផលគឺអ៊ីស្រាអែលមិនត្រឹមតែអាចរស់រានមានជីវិតនោះទេថែមទាំងអាចពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងទៅតែអត់កំបាំងអ្វីដែលធ្វើឲ្យប្រទេសតូចមួយនេះមានកណ្ដាប់ដៃយោធាដ៏ធ្ងន់និងមុខស្រួចបែបនេះនៅក្នុងវីដេអូនេះយើងនឹងវិភាគពិសេសនិងលម្អិតបំផុតយើងនឹងមកវគ្គកាត់ទៅលើបង្គោលគ្រឹះនៃភាពខ្លាំងយោធាទាំង3ចំណុចរបស់អ៊ីស្រាអែលដែលត្រូវបានទទួលស្គាល់ថាជាកំពូលយុទ្ធសាស្ត្រទំនើបកម្រិតពិភពលោកទី1បច្ចេកវិទ្យាយោធាកំពូលនិងការច្នៃប្រឌិតចំណុចខ្លាំងទី1និងជាខ្នងបង្អែកដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែលគឺបច្ចេកវិទ្យាដែលនាំមុខសត្រូវមួយជំហានជានិច្ចទស្សនវិជ្ជាយោធារបស់អ៊ីស្រាអែលគឺច្បាស់ណាស់ដោយសារយើងមានប្រជាជនតិចយើងមិនអាចយកជីវិតទាហានទៅបដូរនៅក្នុងសង្គ្រាមរាប់ឆ្នាំបានទេដូច្នេះត្រូវតែប្រើប្រាស់បច្ចេកវិទ្យាដើម្បីការពារជីវិតមនុស្សនិងបញ្ចប់សង្គ្រាមឲ្យបានលឿនបំផុតIron Dome ប្រើសម្រាប់ចាប់ស្ទាក់អាវុធរយៈចម្ងាយខ្លីពី 4 ទៅ 70 គីឡូម៉ែត្រដូចជាគ្រាប់រ៉ុកែតនិងគ្រាប់កាំភ្លើងធំវាមានភាពឆ្លាតវៃត្រង់ថាប្រសិនបើកុំព្យូទ័រគណនាឃើញថាគ្រាប់រ៉ុកែតរបស់សត្រូវនឹងធ្លាក់ចំវាលខ្សាច់ឬតំបន់គ្មានមនុស្សរស់នៅវានឹងមិនបាញ់កំទេចឡើយដើម្បីសន្សំសំចៃគ្រាប់មីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថ្លៃ David Sling សម្រាប់ការពារមីស៊ីលរយៈចម្ងាយមធ្យមយន្តហោះចម្បាំងនិងដ្រូនអតិឃាតដែលបាញ់ចេញពីចម្ងាយរហូតដល់ 300 គីឡូម៉ែត្រ Arrow 2 និង Arrow 3 គឺជាបច្ចេកវិទ្យាកំពូលដែលអាចស្ទាក់ចាប់មីស៊ីលវាយប្រហារឆ្លងទ្វីបដែលហៅថា Ballistic Missile នៅខាងក្រៅបរិយាកាសផែនដីដែលជាខែលការពារដ៏សំខាន់ប្រឆាំងនឹងការវាយប្រហារពីប្រទេសឆ្ងាយៗដូចជាអ៊ីរ៉ង់ដើម្បីដោះស្រាយបញ្ហាតម្លៃគ្រាប់មីស៊ីលស្ទាក់ចាប់ដែនអាកាសដែលមានតម្លៃរាប់ម៉ឺនដុល្លារនៅក្នុងមួយគ្រាប់អ៊ីស្រាអែលបានបង្កើត Iron Dome ដែលជាប្រព័ន្ធកាំរស្មីឡាស៊ែរថាមពលខ្ពស់ដែលអាចដុតគំទេចដ្រូននិងរ៉ុកែតរបស់សត្រូវក្នុងរយៈពេលប៉ុន្មានវិនាទីដោយចំណាយថ្លៃអគ្គិសនីត្រឹមតែប្រហែល$2ប៉ុណ្ណោះនៅក្នុងមួយជើងបើប្រៀបទៅនឹងគ្រាប់មីស៊ីល Iron Dome មួយគ្រាប់ដែលមានតម្លៃរហូតដល់$50,000លើពីនេះនៅក្នុងសមរភូមិដីគោករថក្រោះធុនធ្ងន់ Merkava Mark IV របស់ពួកគេត្រូវបានបំពាក់ដោយប្រព័ន្ធ Trophy Active Protection System ប្រព័ន្ធនេះប្រើរ៉ាដាតូចៗជំវិញរថក្រោះដើម្បីចាប់សញ្ញាគ្រាប់រ៉ុកែត RPG ឬមីស៊ីលប្រឆាំងរថក្រោះដែលសត្រូវបាញ់មកហើយវានឹងបាញ់គ្រាប់តូចៗទៅផ្ទុះបំបែកគ្រាប់សត្រូវនៅលើទីអវកាសមុនពេលវាមកប៉ះចំតួជំនឿនរបស់រថក្រោះអ៊ីស្រាអែលបានយកបច្ចេកវិទ្យាសិប្បនិម្មិត AI មកប្រើប្រាស់នៅក្នុងកម្រិតបញ្ជាការដ្ឋានប្រព័ន្ធ AI ដែលមានឈ្មោះថា The Gospel ត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យរូបភាពផ្កាយរណបបណ្ដាញទូរស័ព្ទនិងចារកម្មដើម្បីស្វែងរកទីតាំងលាក់ខ្លួននិងដេប៉ូអាវុធរបស់សត្រូវនៅក្នុងល្បឿនលឿនជាងមនុស្សធម្មតារាប់រយដងដែលធ្វើឲ្យការវាយប្រហារតាមអាកាសមានភាពជាក់លាក់ខ្ពស់និងកាត់បន្ថយការខូចខាតដល់ជនស៊ីវិល2បណ្ដាញចារកម្មពិភពលោកនិងយុទ្ធសាស្ត្រសង្គ្រាមព័ត៌មានវិទ្យាពាក្យស្លោកយោធាមួយពោលថាការដឹងមុនសត្រូវ1នាទីអាចកំណត់វាសនានៃសង្គ្រាមទាំងមូលអ៊ីស្រាអែលបានកសាងបណ្ដាញព័ត៌មាននិងចារកម្មដែលត្រូវបានគេវាយតម្លៃថាមានសមត្ថភាពខ្ពស់និងគ្រោះថ្នាក់បំផុតនៅលើពិភពលោកបណ្ដាញនេះចែកចេញជា3សសរទ្រូងសំខាន់ Mossad ភ្នាក់ងារចារកម្មក្រៅប្រទេសដ៏អាចកំបាំង Mossad ទទួលបន្ទុកប្រតិបត្តិការសម្ងាត់នៅក្រៅប្រទេសភាពខ្លាំងរបស់ Mossad គឺជាការជ្រៀតចូលទៅក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់និងគម្រោងសម្ងាត់របស់សត្រូវឧទាហរណ៍ជាប្រវត្តិសាស្ត្រដ៏ល្បីល្បាញគឺនៅក្នុងឆ្នាំ 2018 ភ្នាក់ងារសម្ងាត់ Mossad មួយក្រុមបានជ្រៀតចូលទៅក្នុងឃ្លាំងសម្ងាត់ចំកណ្ដាលទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ហើយបានលួចយកឯកសារច្បាប់ដើមនៃគម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទម្ងន់កន្លះតោនដឹកជញ្ជូនចេញពីប្រទេសដោយសុវត្ថិភាពក្រៅពីនេះ Mossad មានសមត្ថភាពខ្ពស់នៅក្នុងការធ្វើឃាតមេដឹកនាំយោធាឬអ្នកវិទ្យាសាស្ត្រអាវុធរបស់សត្រូវដោយប្រើប្រាស់បច្ចេកវិទ្យាពីចម្ងាយតាមរយៈផ្កាយរណបដែលសត្រូវស្ទើរតែរកដានមិនឃើញ Shinbit ភ្នែកម្នាស់ការពារផ្ទៃក្នុង
ខណៈពេលដែល Moshe មើលទៅក្រៅប្រទេស Shin Bet ឬ Sharkback គឺជាភ្នាក់ងារសន្តិសុខផ្ទៃក្នុងដែលទទួលបន្ទុកប្រមូលព័ត៌មានសម្ងាត់នៅក្នុងតំបន់ West Bank, Gaza និងនៅក្នុងប្រទេសអ៊ីស្រាអែលដោយផ្ទាល់ពួកគេបានប្រើប្រាស់ព័ត៌មានបណ្ដាញពីមនុស្សយ៉ាងទូលំទូលាយដោយការជ្រើសរើសជនបង្កប់នៅក្នុងក្រុមប្រដាប់អាវុធផ្សេងៗព័ត៌មានដែលទទួលបានពី Shin Bet អនុញ្ញាតឲ្យកងទ័ពអ៊ីស្រាអែលអាចទប់ស្កាត់ការវាយប្រហារអត្តឃាតនិងការបំផ្ទុះគ្រាប់បែកបានរាប់រយករណីមុនពេលវាសកម្ម Unit 8200 Unit 8200 គឺជាអង្គភាពចារកម្មបច្ចេកវិទ្យានិងជាសង្គ្រាមស៊ីបឺរបស់កងទ័ពអ៊ីស្រាអែលអង្គភាពនេះជ្រើសរើសតែយុវជនវ័យជំទង់ដែលមានទេពកោសល្យខ្ពស់បំផុតផ្នែកគណិតវិទ្យានិងការលួចចូលប្រព័ន្ធពីតាមរយៈវិទ្យាល័យនានា Unit 8200 ត្រូវបានគេជឿជាក់ថាជាអ្នកនៅពីក្រោយការបង្កើតមេរោគកុំព្យូទ័រ Stuxnet នៅក្នុងឆ្នាំ2010សហការជាមួយអាមេរិកដែលបានចូលទៅបំផ្លាញម៉ាស៊ីន Centrifuge សម្រាប់ចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលធ្វើឲ្យគម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបញ្ជាពេលរាប់ឆ្នាំដោយមិនបាច់ប្រើគ្រាប់បែកសូម្បីតែមួយគ្រាប់មិនត្រឹមតែប៉ុណ្ណោះអង្គភាពនេះក៏ដើរជាតួនាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សដោយក្រោយពេលចេញពីយោធាពួកគេបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដែលគេហៅថាតំបន់ Silicon Valley របស់អ៊ីស្រាអែល 3. ប្រព័ន្ធកាតព្វកិច្ចយោធាជាតិលទ្ធភាពចល័តទ័ពបំរុងនិងវប្បធម៌យុទ្ធសាស្ត្រមិនប្រមូលផ្ដុំអំណាចបច្ចេកវិទ្យានិងចរកម្មទំនើបនឹងមិនអាចដំណើរការបានទៅឡើយបើគ្មានកត្តាមនុស្សដែលមានស្មារតីនិងការរៀបចំរចនាសម្ព័ន្ធដ៏រឹងមាំយោធាអ៊ីស្រាអែលមានប្រព័ន្ធគ្រប់គ្រងកម្លាំងមនុស្សដែលខុសប្លែកពីគេទាំងស្រុងដែលធ្វើឲ្យសង្គមទាំងមូលក្លាយជាខែលការពារជាតិមិនថាអ្នកជាកូនអ្នកមានកូនអ្នកក្រឬកូនអ្នកនយោបាយធំឡើយគឺត្រូវតែដេកនៅក្នុងព្រៃហ្វឹកហាត់និងប្រឈមមុខនឹងគ្រាប់កាំភ្លើងដូចគ្នាវប្បធម៌នេះបានបង្កើតជាស្មារតីស្នេហាជាតិនិងទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតកងទ័ពមានសិទ្ធិជ្រើសរើសសិស្សពូកែទូទាំងប្រទេសទៅដាក់នៅក្នុងអង្គភាពយុទ្ធសាស្ត្រដូចជាអ្នកពូកែវាយតបទៅអង្គភាពកម៉ង់ដូដែនអាកាសហើយអ្នកពូកែខួរក្បាលទៅដាក់ផ្នែកព័ត៌មានវិទ្យាកងកម្លាំងបំរុងពីស៊ីវិលទៅជាទាហាននៅក្នុងរយៈពេល48ម៉ោងនេះគឺជាអភូតហេតុភស្តុភារយោធារបស់អ៊ីស្រាអែលកងទ័ពអ៊ីស្រាអែលដែលមានកាតព្វកិច្ចប្រចាំការមានត្រឹមតែប្រហែល 170,000 នាក់ប៉ុណ្ណោះប៉ុន្តែពួកគេមានកម្លាំងទ័ពបំរុងរហូតដល់ជិត 50,000 នាក់ទ័ពបំរុងទាំងនេះគឺជាប្រជាជនស៊ីវិលធម្មតាដែលធ្វើការជាមេធាវីវិស្វករកសិករឬអ្នកលក់ដូរដែលត្រូវបានហ្វឹកហាត់ឡើងវិញដោយជារៀងរាល់ឆ្នាំនៅពេលដែលសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើងប្រព័ន្ធទំនាក់ទំនងអាសន្នយោធានឹងធ្វើការកោះហៅភ្លាមៗអ៊ីស្រាអែលអាចចល័តទ័ពបំរុងរាប់សែននាក់ឲ្យប្រដាប់អាវុធពេញដៃហើយឈរជើងនៅជួរមុខសមរភូមិបានក្នុងរយៈពេលត្រឹមតែ20ទៅ48ម៉ោងប៉ុណ្ណោះដែលនេះជាល្បឿនលឿនបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រយោធាទំនើបនៅក្នុងកងទ័ពជាច្រើននៅលើពិភពលោកទាហានថ្នាក់ក្រោមត្រូវតែរងចាំបទបញ្ជាដាច់ខាតពីមេបញ្ជាការលំដាប់ផ្កាយនៅរដ្ឋធានីទើបហ៊ានសម្រេចចិត្តវាយឬដកថយប៉ុន្តែនៅក្នុងកងទ័ពអ៊ីស្រាអែលប្រើប្រាស់ប្រព័ន្ធផ្ទុយទៅវិញដែលគេហៅថា Mission Command មេបញ្ជាការកំពូលនិងប្រាប់តែគោលដៅចុងក្រោយប៉ុណ្ណោះចំណែកវិធីសាស្ត្រវាយលុកគឺទុកសិទ្ធិសម្រេចចិត្តទាំងស្រុងឲ្យមេបញ្ជាការក្រុមឬអនុសេនីយ៍តូនៅលើសមរភូមិផ្ទាល់វប្បធម៌នេះត្រូវនឹងពាក្យស្រោបភាសា Hebrew ថា Chupas ដែលមានន័យថាភាពក្លាហានហ៊ានសួរដេញដោលនិងហ៊ានបំពេញច្បាប់ទម្លាប់ដើម្បីលទ្ធផលជោគជ័យកាតានេះធ្វើឲ្យយោធាអ៊ីស្រាអែលមានភាពបត់បែនខ្លាំងអាចដោះស្រាយស្ថានភាពចំពោះមុខបានភ្លាមៗដោយមិនបាច់រងចាំការអនុម័តបែបបន់ពីរដ្ឋបាលយឺតយ៉ាវនោះឡើយទោះជាយ៉ាងណាក៏ដោយភាពខ្លាំងយោធានេះក៏រងការរិះគន់និងការប្រឈមមុខយ៉ាងខ្លាំងពីបញ្ហាមនុស្សធម៌និងចំនួនភូមិសាស្ត្រនយោបាយដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ផងដែរដែលធ្វើឲ្យអ៊ីស្រាអែលត្រូវតែបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរដើម្បីការរស់រានមានជីវិតតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអាថ៌កំបាំងនិងភាពខ្លាំងយោធារបស់អ៊ីស្រាអែលទាំង3ចំណុចនេះតើចំណុចមួយណាដែលធ្វើអ្នកចាប់អារម្មណ៍ជាងគេសូមកុំភ្លេចចូលរួមបញ្ចេញមតិនៅក្នុងវីដេអូមួយនេះនៅខាងក្រោម